តែអ្នកទាំងអស់គ្នាដឹងទេថានៅក្នុងឆ្នាំ2023មានភ្ញៀវទេសចរដល់ទៅ55លាននាក់ដែលគាត់បានមកលេងកម្ពុជាថៃហើយនិងវៀតណាមប៉ុន្តែក្នុងនោះកម្ពុជាយើងទទួលបានភ្ញៀវទេសចរតែ10%ប៉ុណ្ណោះបានន័យថា90%នៃ55លាននាក់នោះបានមកម្លងប្រទេសកម្ពុជាយើងតើហេតុអីទៅមូលហេតុនោះគឺថាភាពដែលមានកម្រិតទៅលើការផ្សព្វផ្សាយអំពីវិស័យទេសចររបស់កម្ពុជាយើងធ្វើឲ្យកម្ពុជាយើងមិនអាចក្លាយជាគោលដៅទេសចរមួយដែលមានភាពតាក់ទាញបើយើងពិនិត្យមើលកាន់តែស៊ីជម្រៅថែមទៀតទៅលើបញ្ហាមួយនេះគឺយើងឃើញថាវាកើតឡើងដោយសារតែកត្តាចំនួន3កត្តាទី1គឺភ្ញៀវបរទេសដែលគាត់មកលេងស្រុកខ្មែរហ្នឹងគាត់អាចស្គាល់កន្លែងផ្សេងៗក្រៅពីកន្លែងល្បីៗដូចជាភ្នំពេញសៀមរាបអង្គរវត្តជាដើមហើយកត្តាមួយទៀតនោះគឺព័ត៌មានដែលមានអំពីប្រទេសកម្ពុជាយើងនៅលើអ៊ីនធឺណិតគឺ accessible ហើយព័ត៌មានខ្លះវាគឺជាព័ត៌មានចាស់ៗសូម្បីតែព័ត៌មានមួយចំនួនដែលមាននៅក្នុង Google Maps ហ្នឹងក៏វាអត់ទាន់ត្រូវដែរហើយកត្តាទី3នោះគឺព័ត៌មានមួយចំនួនវាមានភាពលំអៀងដែលវាមានលក្ខណៈបែបវាយប្រហារធ្វើឲ្យប្រទេសកម្ពុជាយើងវាមានឈ្មោះអត់ស្ល្អអញ្ចឹងទៅធ្វើឲ្យភ្ញៀវបរទេសគាត់អត់ចង់មកលេងបើយោងទៅតាមបទសម្ភាសន៍ដែលយើងបានធ្វើជាមួយនឹងភ្ញៀវទេសចរបរទេសគឺយើងបានយល់ថាទៅពេលដែលពួកគាត់មកលេងស្រុកខ្មែរហ្នឹងគឺគាត់អត់ស្គាល់កន្លែងផ្សេងៗទេក្រៅពីកន្លែងល្បីៗដូចជាភ្នំពេញនិងសៀមរាបហើយទៅពេលដែលគាត់ចង់ស្វែងរកកន្លែងដើរលេងឬក៏កន្លែងសម្រាកគាត់ប្រើប្រាស់ Google Maps ឬក៏ពេលខ្លះគាត់ឃើញថាកន្លែងណាមនុស្សច្រើនគាត់ទៅតាមគេហើយពួកគាត់ក៏មានអារម្មណ៍ដែរថាព័ត៌មានដែលគាត់ទទួលបានពីកន្លែងដែលគាត់ចង់ទៅលេងហ្នឹងពេលខ្លះទៅគឺវាមិនត្រឹមត្រូវដោយសារតែវាចាស់ពេកព្រោះថាព័ត៌មានទាំងអស់ហ្នឹងគាត់បានពីសភៅចាស់ៗឬក៏ review ចាស់ៗហើយនេះហើយបានជាពួកយើងមានកំណត់បង្កើតនៅ Cambotrip គឺជា mobile app មួយដែលផ្ដល់ជូននឹង map ដែល map នេះផ្ដោតសំខាន់ទៅលើ tourism នៅក្នុងកម្ពុជាយើងដែលវាខុសពី Google Map គឺជា general purpose map Cambotrip ក៏មានផ្ដល់នៅ review system ហើយនិង forum system ដែលអាចឲ្យអ្នកប្រើប្រាស់គាត់បង្កើតនៅព័ត៌មានហើយនឹងចែករំលែកនៅព័ត៌មានទៅវិញទៅមកហើយមួយទៀតនោះ Cambotrip ក៏អាចធ្វើឲ្យអ្នកប្រើប្រាស់គាត់បង្កើតនៅកំណត់ដើរលេងរបស់ខ្លួនគាត់បានផងដែរដើម្បីឲ្យយល់កាន់តែច្បាស់យើងមកមើលអំពី prototype របស់ Cambotrip ទាំងអស់គ្នាអញ្ចឹងអ្វីដែល user គាត់ឃើញដំបូងគេនៅពេលដែលគាត់បើក app របស់យើងគឺគាត់នឹងឃើញ map មួយដែល map នេះមានតែប្រទេសកម្ពុជាទេហើយទៅទីតាំងដែលយើងបង្ហាញនៅក្នុង map របស់យើងគឺមានតែកន្លែងដើរលេងហើយនិងកន្លែងសម្រាកដូចជាភូមិជីឋានហើយនិងឧតាតែប៉ុណ្ណោះនៅពេលដែលគាត់ចុចទៅលើទីតាំងណាមួយគាត់នឹងទទួលបាននៅរូបភាពអំពីកន្លែងនោះហើយទៅក្នុងហ្នឹងក៏មានអំពីព័ត៌មានទូទៅរបស់កន្លែងហ្នឹងដែរហើយក៏ប្រាប់ពីវិធីសាស្ត្រដើម្បីឲ្យពួកគាត់អាចទៅដល់កន្លែងដែរបើសិនជាកន្លែងហ្នឹងវាគឺជាកន្លែងដែលពិបាកទៅហើយនៅពេលដែលពួកគាត់អមក្រមទៀតខាងក្រោមហ្នឹងគឺវាមានកន្លែងមួយដែលអាចឲ្យពួកគាត់ចូលមើល review សរសេរ review ហើយនឹងមួយទៀតគឺឲ្យពួកគាត់ចូលមើល forum ដើម្បីធ្វើការជជែកគ្នាអំពីអ្វីដែលគាត់ចង់ដឹងនៅលើកន្លែងនោះហើយនៅពេលដែលអ្នកប្រើប្រាស់គាត់ចុចទៅលើ icon ដែលនៅខាងឆ្វេងណាគេបងគាត់នឹងចូលមកដល់ទំព័រមួយដែលអាចឲ្យពួកគាត់ generate គម្រោងដើរលេងរបស់គាត់បានដែលគាត់គ្រាន់តែបំពេញព័ត៌មានដែលត្រូវការហើយនៅពេលដែលគាត់ចុចទៅលើ icon proprietor ក្នុងហ្នឹង app របស់យើងនឹងបង្ហាញអំពី bond ពី event ដែលមាននៅក្នុងស្រុកខ្មែរយើងដែលយើងបង្ហាញតាមរយៈ proprietor ថ្ងៃខែហើយនឹងយើងបង្ហាញតាមរយៈព្រឹត្តិការណ៍ដែលកើតមានឥឡូវនេះឬក៏ដែលនឹងកើតមានឆាប់ៗចំពោះ customer segment របស់យើងគឺពួកយើងមាន2ដែលទី1នោះគឺជាអ្នកប្រើប្រាស់ទូទៅដែលជាភ្ញៀវទេសចរគាត់ចង់ស្វែងរកកន្លែងដើរលេងហើយមួយទៀត customer របស់យើងមួយទៀតគឺជាម្ចាស់អាជីវកម្មដូចជា hotel ហើយនិងភោជនីយដ្ឋានតែប៉ុន្តែសប្តាហ៍ថ្ងៃគឺមានដំណោះស្រាយផ្សេងៗដែលផ្ដល់ជូនតាមរយៈ platform ផ្សេងៗគ្នាដូចជា Google Maps, TripAdvisor ឬក៏ Kim ក៏ប៉ុន្តែពួកគាត់អាចបានផ្ដោតសំខាន់ទៅលើស្រុកខ្មែរយើងទេអញ្ចឹងទៅព័ត៌មានមួយចំនួនគឺវាអត់ secretអត់ត្រូវតែបើសិនជាជាមួយ Cambotrip វិញគឺយើងផ្ដោតទៅលើស្រុកខ្មែរទេអញ្ចឹងទៅធ្វើឲ្យព័ត៌មានរបស់យើងវាមានគុណភាពអញ្ចឹងចំពោះគុណតម្លៃដែល Cambotrip យើងផ្ដល់ជូនជាចម្បងគឺមានទី1ភាពងាយស្រួលក្នុងការប្រើប្រាស់ដែលធ្វើឲ្យអ្នកប្រើប្រាស់គាត់អាចស្វែងរកអ្វីដែលគាត់ចង់រកដោយអូសតែពី3ឆាច់ហើយព័ត៌មានដែលមាននៅលើ Cambotrip គឺជាព័ត៌មានដែលត្រឹមត្រូវហើយទៅវាទាន់សម័យកាលហើយមួយទៀតនោះគឺអ្នកប្រើប្រាស់គាត់អាចមានភាពងាយស្រួលក្នុងការបង្កើតគម្រោងដើរលេងរបស់ពួកគាត់នៅស្រុកខ្មែរយើង Cambotrip របស់យើងមានប្រភពចំណូលពីរទី1គឺជា advertisement ដែលយើងអាចឲ្យក្រុមហ៊ុនឬក៏អ្នករកស៊ីដទៃគាត់អាចមកផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ app របស់យើងបានហើយមួយទៀតគឺយើងសហការជាមួយនឹងដៃគូរបស់យើងដែលមានដូចជា hotel ហើយនិងភោជនីយដ្ឋានដើម្បីយើងផ្សារភ្ជាប់ពួកគាត់ទៅជាមួយនឹងអតិថិជនហើយចំពោះដំណើរការរបស់ Cambotrip វិញគឺដំបូងឡើយពួកយើងផ្ដោតសំខាន់ទៅលើការស្វែងរកអ្នកប្រើប្រាស់បានច្រើនហើយបន្ទាប់មកគឺយើងផ្ដោតទៅលើការស្វែងរក partnership ដែលជាម្ចាស់អាជីវកម្មទាំងអស់ហ្នឹងហើយជាចុងក្រោយបំផុតគឺពួកយើងនឹងធ្វើយ៉ាងណាដើម្បីឲ្យ app របស់ពួកយើងវាងាយស្រួលប្រើជាងមុនហើយធ្វើឲ្យវាមាន quality ល្អជាងមុនហើយដើម្បីឲ្យ Cambotrip យើងអាចដំណើរការទៅបានគឺយើងត្រូវការធនធានមនុស្សមួយចំនួនដូចជាទីមួយគឺខាង engineer ដែលពួកគាត់ត្រូវ develop ហើយនិង design app ហើយមួយទៀតនោះគឺខាងធនធានមនុស្សដើម្បីគាត់វិភាគទៅលើទីផ្សារហើយនិងតម្រូវការដើម្បីធ្វើយ៉ាងណាឲ្យគុណភាពរបស់ Cambotrip
កាន់តែល្អប្រសើរហើយបំពេញតម្រូវការបានត្រឹមត្រូវទៅដល់អ្នកប្រើប្រាស់សូមអរគុណ